vàជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះព្រឹកព្រលឹមស្រមេចស្រឡះនេះខ្ញុំបានជិះម៉ូតូដើរលេងឥឡូវនេះបានមកទស្សនាផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ1ទៅភូមិបន្លាស្អិតភូមិខួចបង្រៃឆ្លងកាត់ឃុំស្វាយយាស្វាយអង្គនិងអង្គតសូដោយគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូចៅអធិការវត្តមង្គលការាមនិងគំនិតផ្ដួចផ្ដើមដល់ធំពីបងឯអាដាមសនីតូចន្ទរដ្ឋាមេភូមិភាគ5ដែលបានលះបង់កម្លាំងកាយចិត្តទាំងថវិកាទាំងគីង្គររកមូលនិធិទាំងចិត្តទាំងឆ្ងាយបាទទាំងចិត្តទាំងឆ្ងាយលោកគាត់ខំណាស់ដើម្បីបានលុយគីង្គរពីឆ្ងាយមកបានជួយលោកដើម្បីបង្កជាសមិទ្ធផលនេះក៏កើតឡើងឥឡូវនេះធ្វើបានស្អាតណាស់បងប្អូនទស្សនាវីដេអូជារួមជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទដល់ភូមិបន្លាស្អិតហើយបងប្អូនបាទផ្លូវមួយខ្សែនេះឆ្លងកាត់ភូមិភក់កណ្ដោលភូមិបន្លាស្អិតភូមិខួចនិងភូមិបង្រៃឆ្លងកាត់ឃុំស្វាយយាឃុំស្វាយអង្គនិងឃុំអង្គតសូឆ្ពោះទៅខេត្តព្រៃវែងចម្ងាយប្រវែងផ្លូវដែលកសាងរួចចំនួន 5300 ម៉ែត្របងប្អូនធ្វើបានស្អាតណាស់បងប្អូនអើយប្រើប្រាស់គ្រឿងចក្រនិងថ្មមិចប្រកបទៅដោយគុណភាពនិងស្តង់ដារបាទផ្លូវមួយខ្សែនេះស្អាតណាស់បងប្អូនមើលទៅដោយគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូចៅអធិការវត្តមង្គលការាមនិងជ្រុំជ្រែងបន្ថែមពីបងចន្ទរដ្ឋាអាដាមសនីតូមេបញ្ជាការរងយុទ្ធភូមិភាគទី5លោកស្វាត់ស្វែងណាស់ខំណាស់រិះរកមូលនិធិទាំងចិត្តទាំងឆ្ងាយទាំងកម្លាំងកាយកម្លាំងចិត្តទាំងថវិកាផ្ទាល់ខ្លួនលោកគិតគូរណាស់ដល់ប្រជាពលរដ្ឋស្អាតណាស់បងប្អូននេះមកដល់ភូមិខួចហើយបងប្អូនភ្លឹងហ្មងមិនតបភ្នែកទេបងប្អូនអើយខ្នោនេះធ្វើបានស្អាតណាស់ជាពលរដ្ឋទាំងភូមិភក់កណ្ដោលទាំងភូមិខួចទាំងភូមិបន្លាស្អិតភូមិបង្រៃអបអសាទរនៃសមិទ្ធផលខ្នល់មួយខ្សែនេះសបាយអបអសាទរណាស់និងអរគុណទៅដល់ព្រះចៅអធិការវត្តមង្គលការាមនិងបងអាដាមសនីតូចន្ទរដ្ឋាបាទគាត់ស្វាត់ស្វែងខំរិះរកមូលនិធិចិត្តឆ្ងាយបានធ្វើឲ្យប្រជាពលរដ្ឋជិះបានស្រួលធ្វើដំណើរឆ្លងកាត់ផ្លូវតាំងពីផ្លូវជាតិលេខ1និងឆ្លងកាត់ភូមិភក់កណ្ដោលនិងភូមិបន្លាស្អិតភូមិខួចភូមិបង្រៃឆ្ពោះទៅភូមិស្វាយយាឆ្លងនោះដល់ខេត្តព្រៃវែងនោះបងប្អូនចម្ងាយផ្លូវនេះសរុបជារួមប្រវែង 5300 ម៉ែត្របងប្អូននេះនោះស្អាតណាស់បងប្អូនអើយនេះផ្លូវចូលវត្តមង្គលការាមផ្លូវចូលវត្តក៏ធ្វើបានស្អាតដែរបងប្អូនអើយឈូសឡើងភ្លឹងផ្លូវចូលវត្តមង្គលការាម
ប្អូនដល់ក្នុងភូមិភូយាយដល់កដាភូមិភូយាបងប្អូនស្អាតណាស់